ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពដែលផ្ដួចផ្ដើមដោយត្រាំនេះសម្រាប់ខ្ញុំគឺមិនទទួលបានផលប្រយោជន៍អីទេសម្រាប់កម្ពុជាខ្ញុំមើលឃើញថាធម្មជាតិនៃស្ថាប័នមួយនេះវាមិនមែនកើតចេញអំពីគំនិតផ្ដួចផ្ដើមរួមណាដោយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដែលកើតនៅក្រោយសង្គ្រាមលោកលើកទី2ទេគំនិតផ្ដួចផ្ដើមនៅក្នុងការបង្កើតក្រុមប្រឹក្សាសន្តិភាពដែលផ្ដួចផ្ដើមដោយប្រធានាធិបតីសហរដ្ឋអាមេរិកនេះគឺកើតឡើងក្រោយពីសហរដ្ឋអាមេរិកដើរចេញអំពីស្ថាប័នធំៗរបស់អង្គការសហប្រជាជាតិចឹងហើយយើងមើលចេតនានេះខ្ញុំគ្រាន់តែមើលឃើញថាការផ្ដួចផ្ដើមបង្កើតក្រុមប្រឹក្សាសន្តិភាពនេះគ្រាន់តែជាមហិច្ឆតារបស់បុគ្គលត្រាំតែម្នាក់គត់ហើយក៏មិនអាចទៅកសាងសន្តិភាពតាមបែបស៊ីវិល័យណាដោយស្ថាប័នអង្គការសហប្រជាជាតិទេសន្តិភាពមិនអាចប្រើកម្លាំងបាយដោយអ្វីដែលត្រាំកំពុងតែអនុវត្តទេយើងឃើញថាធម្មជាតិរបស់ត្រាំមិនមែនជា មនុស្សដែលចង់ឲ្យមានសន្តិភាពទេមធ្យោបាយនៅក្នុងការដោះស្រាយបញ្ហាយើងឃើញហើយក្រៅតែពីប្រើកម្លាំងបាយក្រៅតែពីប្រើមធ្យោបាយគៀបសង្កត់តាមរយៈការតម្លើងពន្ធនៃជាដើមរបៀបរបបបែបនេះគឺมันអាចកសាងសន្តិភាពបានណាដោយនិរន្តរ៍ទេនឹងរឿងទី1រឿងទី2វត្តមានរបស់កម្ពុជានៅក្នុងស្ថាប័ននេះក៏មិនអាចជួយអ្វីឲ្យកម្ពុជាអាចទទួលបានសន្តិភាពពេញលេញរវាងសង្គ្រាមថៃនិងកម្ពុជាដែរណាយើងមិនអាចទៅកសាងសន្តិភាពសម្រាប់ប្រទេសដទៃនៅក្នុងពិភពលោកដែលខ្លួនឯងមិនមានសមត្ថភាពសូម្បីតែកសាងសន្តិភាពរវាងប្រទេសជិតខាងទេណាហើយអ្វីដែលសំខាន់មួយទៀតហ្នឹងសម្រាប់ពលរដ្ឋខ្មែរហ្នឹងទោះបីជាកម្ពុជាចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពក៏ដោយក៏ប៉ុន្តែបើសិនជាក្នុងករណីជំរុញឲ្យកម្ពុជាមានសន្តិភាពដោយយកបូរណភាពទឹកដីទៅផ្លាស់ប្ដូរដើម្បីសន្តិភាពដោយអ្វីដែលត្រាំធ្លាប់ស្នើឲ្យអ៊ុយក្រែនបកគលទឹកដីឲ្យរុស្ស៊ីដើម្បីទទួលបានសន្តិភាពក៏ពលរដ្ឋកម្ពុជាអត់ទទួលយកបានដែរដូច្នេះសម្រាប់ខ្ញុំមើលឃើញថាការចូលជាសមាជិករបស់ក្រុមប្រឹក្សាសន្តិភាពដែលព្រួយផ្ដើមដោយត្រាំនេះវាអត់មានប្រយោជន៍អីទាល់តែសោះសម្រាប់ប្រជាជនកម្ពុជាសម្រាប់ប្រទេសកម្ពុជាទាំងមូលទោះបីជា3ឆ្នាំដំបូងកម្ពុជាមិនបង់វិភាគទាន$1000 លាននោះក៏ដោយបាទការចូលរួមរបស់កម្ពុជានៅក្នុងក្រុមប្រឹក្សាសន្តិភាពដែលជាគំនិតផ្ដួចផ្ដើមរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនេះគឺឆ្លើយតបទៅនឹងសភាពការជាក់ស្ដែងខាងផ្នែកសន្តិសុខដែលកម្ពុជាកំពុងតែជួបប្រទះពាក់ព័ន្ធជាមួយនឹងសង្គ្រាមរវាងកម្ពុជានិងថៃសង្គ្រាមព្រំដែនដែលប្រទេសថៃបានបើកការឈ្លានពានមកលើទឹកដីដែលជាអធិបតេយ្យនៃប្រជាជាតិណាចក្រកម្ពុជារបស់យើងទី2គឺបង្ហាញនៅជំហរប្រកបដោយសង្កត់ភាពរបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងគំនិតផ្ដួចផ្ដើមយន្តការឬក៏អង្គការតំបន់ក៏ដូចជាអង្គការសកលឬក៏សកម្មភាពនិងគំនិតផ្ដួចផ្ដើមនានាដែលសំដៅធានាការពារនិងគ្រប់គ្រងសន្តិភាពតំបន់និងសន្តិភាពសកលពីព្រោះកម្ពុជាគឺជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមដូច្នេះយើងតែងតែស្វាគមន៍តែងតែផ្ដល់តម្លៃទៅលើគំនិតផ្ដួចផ្ដើមនិងយន្តការទាំងឡាយណាដែលគ្រប់គ្រងដល់សន្តិភាពដែលគ្រប់គ្រងទៅដល់សន្តិសុខនិងស្ថិរភាពតំបន់ក៏ដូចជាសកលក៏ប៉ុន្តែការចូលរួមរបស់កម្ពុជានៅក្នុងក្រុមប្រឹក្សានេះគឺមិនមែនមានន័យថាកម្ពុជាបោះបង់ចោលនៅយន្តការពហុភាគីដទៃទៀតឬក៏លក្ខតុបករដទៃទៀតដែលកម្ពុជាជាប្រទេសជារដ្ឋភាគីជាប្រទេសជាសមាជិកនោះទេមានន័យថាជាការចូលរួមទៅលើយន្តការបន្ថែមទៀតដើម្បីធ្វើឲ្យអត្តពលការទូតក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានភាពប្រសើរឡើងហើយស្អីដែលរំពឹងទុកនោះយើងសង្ឃឹមថាសម្លេងកម្ពុជា
ទូនាទីរបស់កម្ពុជានៅក្នុងកិច្ចការតំបន់និងអន្តរជាតិកាន់តែមានសារៈសំខាន់ឡើងហើយការចូលរួមនេះអាចនឹងជាចំណែកមួយនៃសន្លឹកវាសម្រាប់ការចរចាពន្ធបរិការក៏ដូចជាកិច្ចសហការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកក៏ដូចជាជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតដែលនៅក្នុងក្រុមប្រឹក្សានេះជាមួយគ្នាផងដែរ